ដោយបណ្ឌិតដែលហៅថាជំងឺអាឡែស៊ីស្បែកជាប្រភេទ psoriasis តើមានកត្តាប៉ុន្មានយ៉ាងដែលធ្វើឲ្យយើងកើតជំងឺអាឡែស៊ីស្បែកដើម្បីឲ្យអស់ចម្ងល់តោះយើងទៅស្វែងយល់ទាំងអស់គ្នាតើជំងឺអាឡែស៊ីស្បែកវាកើតចេញពីមូលហេតុអ្វីជាពិសេសអ្នកមានបញ្ហាជំងឺសើស្បែកគួរតែស្វែងយល់អំពីមូលហេតុទាំង10នេះមូលហេតុដែលធ្វើឲ្យយើងកើតជំងឺសើស្បែកជាប្រភេទពពួក psoriasis គឺទី1គឺ drug allergy គឺប្រតិកម្មទៅលើថ្នាំទី2គឺ alcohol allergy គឺជាប្រភេទអាល់កុលហើយទី3គឺ pollen allergy គឺជាប្រភេទលំអង្ការដែលធ្វើឲ្យយើងកើតជំងឺអាឡែស៊ីដែរហើយចំពោះទី4គឺ injection allergy គឺវាប្រតិកម្មដោយឯងតែម្ដងហើយនៅ5ចំណុចទៀតគឺសិតសឹងតែជាចំណុចដែលសំខាន់ដែលយើងគួរតែស្វែងយល់ចំពោះចំណុចទី5ដែលធ្វើឲ្យយើងកើតជំងឺអាឡែស៊ីបានគឺ chemical product គឺប្រតិកម្មទៅលើផលិតផលគីមីតែម្ដងផលិតផលគីមីនេះចង់មានន័យថាការលាយនៅសារជាតិដែលមានកម្រិត pH ខ្ពស់ដែលមានសារជាតិកាត់ច្រើននឹងក៏ធ្វើឲ្យយើងកើតជំងឺអាឡែស៊ីស្បែកបានដែរហើយបណ្ដាលឲ្យយើងកើតជំងឺអាឡែស៊ីទី6គឺ pain allergy គឺជាប្រភេទថ្នាំលាបហើយថ្នាំលាបនេះវានៅគ្រប់ទីកន្លែងនៅជុំវិញខ្លួនយើងទាំងអស់តែម្ដងដូចជាស្ប្រៃថ្នាំលាបជញ្ជាំងថ្នាំកញ្ចក់ហាយឡាយពណ៌ហើយអីហ្នឹងសិតតែជាប្រភេទថ្នាំដែលមានសារជាតិដែលធ្វើឲ្យយើងអាចអាឡែស៊ីបានចំពោះទី7គឺ dust allergy គឺបណ្ដាលមកពីធូលីគឺដូចជាធូលីដីហ្នឹងដែលជាប្រតិកម្មទៅលើសត្វល្អិតតូចដែលវាជាទូទៅវារស់នៅក្នុងធូលីហ្នឹងតែម្ដងរោគសញ្ញារបស់អាឡែស៊ីធូលីដីនេះគឺរួមមានដូចជាយើងគ្រុនក្តៅដូចជាកណ្ដាស់ហើយធ្វើឲ្យយើងហៀសម្បោរកើតហឺតពិបាកដកដង្ហើមរលាកផ្លូវដង្ហើមលាក់ហើយចំណុចទី7គឺ smoke allergy គឺអាឡែស៊ីដោយផ្សែងអាឡែស៊ីដោយសារផ្សែងនេះគឺយើងអាចកត់សម្គាល់អំពីរោគសញ្ញាដូចជាការប៉ះពាល់មកដល់យើងដូចជាធ្វើឲ្យយើងនឹងក្រហាយភ្នែកអញ្ចឹងទៅហៀសម្បោរក្អកពិបាកដកដង្ហើមជាពិសេសនោះនៅក្នុងបរិយាកាសដែលបំពុលដោយផ្សែងថ្នាំជក់ផ្សែងពុលទាំងអស់នេះហើយដែលធ្វើឲ្យយើងអាឡែស៊ីបានដែរហើយទី8គឺ hair dry allergy ការលាបថ្នាំពណ៌សក់ highlight សក់ការលាបថ្នាំពណ៌សក់និង highlight សក់នេះក៏ធ្វើឲ្យយើងកើតជំងឺអាឡែស៊ីស្បែកក្បាលបានដែរពីព្រោះថានៅក្នុងថ្នាំសក់នោះគេដាក់សារធាតុគីមីម្យ៉ាងឈ្មោះថា paraphenyladiamine ដើម្បីរក្សាពណ៌បានយូរអាឡែស៊ីទី9គឺ animal fur allergy គឺអាឡែស៊ីទៅលើរោមសត្វហើយចំពោះការប្រតិកម្មអាឡែស៊ីទៅលើសត្វចិញ្ចឹមនោះគឺជាប្រតិកម្មទៅនឹងប្រូតេអ៊ីនមួយដែលមាននៅក្នុងកោសិកាស្បែកទឹកមាត់ទឹកនោមរបស់សត្វនេះតែម្ដងហើយរោគសញ្ញានៃជំងឺនេះមានដូចជាធ្វើយើងកណ្ដាស់និងហៀសម្បោរហើយមួយចំនួនទៀតក៏អាចជួបប្រទះនឹងជំងឺហឺតនិងពិបាកដកដង្ហើមតែម្ដងសម្រាប់វីដេអូនេះបើបងប្អូនគិតថាមានសារៈសំខាន់សូមជួយចុច Subscribe និងរូបកណ្ដឹងជួយ Like និង Follow ដើម្បីនឹងទទួលបានវីដេអូថ្មីៗបន្តទៀត